សួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញអំពីការដោះស្រាយបញ្ហាសរសេរអក្សរវាអត់ចេញដោយអ្វីដែលយើងសរសេរបាទយើងសរសេរដាក់សួស្តីបែបហ្នឹងតែវាអត់ចេញសួស្តីទេវាចេញទៅអត់ដាច់ចឹងណាបាទមូលហេតុដោយសារតែ CapCut របស់យើងវាអត់បាន support ជាមួយនឹងខ្មែរ Unicode បាទនេះយើងហៅថា font ខ្មែរ Unicode របស់យើងដែលយើងសរសេរងាយស្រួលរាល់ថ្ងៃហ្នឹងបាទដោយសារវាអត់ support ទេវា support ជាមួយនឹង font សេរីចាស់ដែលគេហៅថា Limon ណាខ្មែរ Limon Legacy ហ្នឹងបាទយើង support មកក្នុងវិញអញ្ចឹងឥឡូវយើងដើម្បីដោះស្រាយយើងត្រូវធ្វើម៉េចគឺយើងត្រូវការdownload font ខ្មែរ Limon ហ្នឹងយកមកប្រើបាទ download font ណាបាទអញ្ចឹងយើងចូលឡើងពុម្ពអក្សរយ៉ាងនេះវាអត់ឃើញមាន font អីទេបាទយើងពុម្ពអក្សររបស់យើងហ្នឹងណាបាទអញ្ចឹងដើម្បី download វាលោកអ្នកចូលទៅក្នុង Safari បាទ Safari បន្ទាប់មកលោកអ្នក search យកពាក្យថាខ្មែរ Limon បាទខ្មែរ Limon ដល់ពេលលោកអ្នក search ហើយលោកអ្នកឃើញកន្លែង search Fox បាទខ្មែរ Open Search នេះយើង select លើហ្នឹងមកហើយបន្ទាប់មកទៀតយើងយកពាក្យថា try to download anyway បាទយើងយកហ្នឹងមកយើងរើសយកពាក្យថា download បាទនៅពេលដែលលោកអ្នក download ហើយលោកអ្នកនឹងឃើញសញ្ញាមួយនៅខាងក្រោមនេះបាទយើងអាច select លើវាលើហ្នឹងទៅដើម្បី view វាឬក៏លោកអ្នកអាចចូលទៅកន្លែង file ក៏បានដែរបើសិនជាយើងអត់ឃើញអាហ្នឹងណាយើងចូលទៅកន្លែង file យើងចេញមកយើង search ពាក្យ file បាទនេះ file បាទយើងវាយពាក្យ file ហ្នឹងមកវាចេញហើយអញ្ចឹងយើង select យក file ហ្នឹងមកបាទបន្ទាប់មកលោកអ្នកនឹងឃើញពាក្យ font Limon zip បាទ doc zip ហ្នឹងយើងត្រូវការបើកវាដើម្បី unzip វាបាទយើងបើកវាទៅនេះវានឹង unzip ហើយបាទនេះវាចេញ font របស់យើងហើយអញ្ចឹងបន្តមកទៀតគឺយើងត្រូវចូលទៅក្នុង CapCut របស់យើងវិញបាទយើងចូលទៅក្នុង CapCut របស់យើងវិញហើយបន្ទាប់មកយើងយកពាក្យថាបញ្ចូលបាទយើងយកពាក្យពុម្ពអក្សររបស់ខ្ញុំបន្ទាប់មកលោកអ្នកចូលកន្លែង browse ហើយយើងឃើញពាក្យថា download បាទយើងចូលក្នុង download ហ្នឹងមកបាទចូលក្នុង download មកយើងរើសយកកន្លែង font Limon បាទ font Limon ហើយបន្ទាប់មកយើង select all បាទ select វាទាំងអស់ហ្មងបាទយើងចុចលើវាមួយមកវាឃើញកន្លែង select ខាងក្រោមនេះហើយបាទយើងចុច select all មកហើយយើងយកពាក្យថា open បាទ open ខាងលើនេះអញ្ចឹងយើងចុច open មកបាទនេះវានឹងបញ្ចូល font ឲ្យយើងមានចំនួន9 font បាទហើយបើយើងចង់បាន font នេះបន្ថែមទៀតគឺយើងអាច add បន្ថែមទៀតអញ្ចឹងណា font នេះដូចជាទាំងអស់មាន9 font បាទឈប់ខ្ញុំសូមឆែកមើលបន្តិចថា font ទាំងអស់មាន9មែនអត់បាទវាមានច្រើនទៀតបាទអញ្ចឹងប្រហែលជាវាឲ្យយើង add បានម្ដង9អញ្ចឹងខ្ញុំចុច add បន្ថែមទៀតបាទយើងចុច open សាមីអូខេឥឡូវយើងបាន font ហើយអញ្ចឹងលោកអ្នកអាចរើសយក font ណាមួយទៅបាទយើងរើសលើ font ណាមួយទៅឥឡូវខ្ញុំឧទាហរណ៍ខ្ញុំរើសយក font មួយនេះមួយខាងលើនេះបាទ font ខាងលើហ្នឹងហើយចំពោះការវាយខ្មែរ Limon ហ្នឹងបើសិនជាលោកអ្នកចេះវាយយើងអាចវាយផ្ទាល់តាមនឹងបានបាទខ្មែរ Limon ហ្នឹងវាខុសពី Unicode យើងចង់ដាក់អក្សរយើងចុចតែកន្លែងអក្សរ J នេះមួយទេបាទកន្លែងអក្សរ J នេះគឺយើងអាចដាក់ខ្មែរ Unicode ដាក់ជើងឲ្យបានហើយតែចំពោះ Limon វាខុសគ្នាឥឡូវខ្ញុំឧទាហរណ៍សរសេរពាក្យថាសួស្តីអក្សរសួស្តីគឺយើងអក្សរ S តូចបាទ S តូចហើយនៅចុងវីដេអូខ្ញុំនឹងបង្ហាញអំពីការ convert ពីខ្មែរ Unicode ចឹងទៅជាLimon ហ្នឹងដើម្បីលោកអ្នកស្រួល copy យកមកផាសហ្មងបាទឥឡូវខ្ញុំវាយពាក្យថាសួស្តីហើយដាក់សអួរគឺវាយធំបាទសួរហើយសតូចទៀតហើយដាក់ជើងដហ្នឹងដូចជាអានេះ font យើងដូចជាអត់មានជើងដទេនេះដោយសារនេះយើងអត់មាន Al បាទ font keyboard របស់យើងវាអត់ full ចានេះត្រូវមាន Al មានអីទៀតបាទខ្ញុំអត់ចេះវាយដែរអញ្ចឹងឥឡូវយើងចូលទៅមើលរបៀប convert ទាំងអស់គ្នាអញ្ចឹងយើងចូលកន្លែង Safari ដែរយើង back មកវិញមកបាទ back មកវិញមកយើងនឹងឃើញកន្លែងខាងលើនេះគេដាក់ខ្មែរ font Limon convert ខ្មែរ font បាទយើង select លើហ្នឹងមកបាទនេះយើងឃើញខាងលើនេះគេដាក់ Legacy
to Unicode និង Unicode to Legacy អញ្ចឹងយើងចេះវាយ Unicode ត្រូវហើយ Legacy យើងអត់ចេះវាយទេអញ្ចឹងយើងយក convert ពី Unicode ទៅ Legacy យើងត្រូវការ Legacy អញ្ចឹងយើងវាយពាក្យថាសួស្ដីអញ្ចឹងយើងប្រើ font Unicode យើងធម្មតាសួស្ដីបាទអញ្ចឹងហើយតមកទៀតយើងចុចពាក្យថា done នេះមកអញ្ចឹងវាចេញខ្មែរ limon ហ្នឹងឲ្យយើងហើយវាដែលគេហៅថា legacy ហ្នឹងយើង copy វាយកទៅផាសក្នុង CapCut របស់យើងមកអូខេអញ្ចឹងយើងចូល CapCut របស់យើងបន្ទាប់មកយើងផាសវាមកអូខេអញ្ចឹងឃើញហើយបងប្អូនឃើញពាក្យសួស្ដីនេះគឺវាពេញហើយហើយនេះយើងអាចដូរ font បានដល់ពេលដែលវាចេញអញ្ចឹងយើងអាចដូរ font របស់យើងបាន font ដែលយើង download អញ្ចឹងಅಥವಾយើង select font នេះមកវាដូរហើយគេបាទអញ្ចឹងយើងពេញចិត្ត font មួយណាយើងរើសយក font មួយហ្នឹងទៅបាទអរគុណច្រើនវីដេអូយើងមានតែប៉ុណ្្នឹងឯងបាទជួបគ្នានៅវីដេអូក្រោយ